ចាស់អស់ហើយគួរតែរស់នៅដើម្បីអ្នកចំនួនក្រោយខ្លះហើយលើប្រយោគមួយនេះធ្វើឲ្យខ្ញុំនឹកដល់ជីតារបស់ខ្ញុំកាលលោកនៅមានបជនកាលនោះលោកបជន8ជាងហើយថ្ងៃមួយនោះខ្ញុំនៅចំការជាមួយគាត់ក្រោមភ្លៀងរលឹមស្រេចគាត់ទាញកូនកញ្ញុង6ដើមយកទៅដាំនៅក្រោយរូងហើយទស្សនភាពចាស់ជរាអាយុ8ជាងសំបីតកាប់ដីនឹងក៏មិនល្អមើលដែរត្រកប្របាក់ភ្នែកមើលណាស់ខ្ញុំចូលទៅជួយកាប់ដីគាត់កាប់បដាសួរគាត់បដាតាកញ្ញុងប្រមាណឆ្នាំទៅប្រមូលផលលោកតាគាត់ឆ្លើយត្រង់ថាយ៉ាងហោចណាស់20ឆ្នាំឬ20ឆ្នាំជាងខ្ញុំដាច់ចិត្តសួរត្រង់តែម្ដងខ្ញុំជាចៅគាត់អត់ខ្លាចទេខ្ញុំសួរថាតាបជន8ជាងហើយចុះបើកញ្ញុងនឹងជាង20ឆ្នាំបានប្រមូលផលតារស់ដល់ពេលនោះដែរអីគាត់ក៏ឆ្លើយថាតារស់មិនដល់1ឆ្នាំទេចៅយូរបំផុត1ឆ្នាំទៀតតាទៅហើយចុះបើដឹងអញ្ចឹងតាប្រឹងដាំធ្វើអីបើដឹងថារស់មិនដល់ថ្ងៃដែលត្រូវប្រមូលផលកញ្ញុងនឹងផងតាប្រឹងដាំធ្វើអីទុកពេលនឹងសម្រាប់ខ្លួនឯងវាមិនល្អជាងសំណួររបស់ខ្ញុំនឹងមិនទទួលបានចម្លើយភ្លាមទេព្រោះពេលនោះតាគាត់បង្វៀងនិយាយទៅរឿងអីផ្សេងនោះប៉ុន្តែចម្លើយត្រូវបានលាតត្រដាងនៅពេលដែលក្រញុងនឹងចាប់ផ្ដើមធំហើយកូនចៅចាប់ផ្ដើមទៅប្រមូលផលចម្លើយនោះគឺធ្វើដើម្បីអ្នកចំនួនក្រោយពាក្យថាចំនួនក្រោយតតែកូនយើងឬតតែចៅយើងអត់ទេនិយាយជារួមគឺក្មេងៗនៅក្នុងសង្គមតើយើងមានលទ្ធភាពអ្វីខ្លះជួយទៅដល់អ្នកចំនួនក្រោយយើងគ្មានលទ្ធភាពទេតែយ៉ាងហោចណាស់យើងកុំបង្កើតគំរូអវិជ្ជមានទៅដល់ពួកគេរាល់គំរូរបស់យើងសពថ្ងៃនេះវាស្មើនឹងបន្សល់ទុកដានទៅឲ្យអ្នកចំនួនក្រោយដានល្អឬដានអាក្រក់ផ្លូវល្អឬផ្លូវអាក្រក់ក្មេងៗវាចាំតែដើរតាមនោះទេមនុស្សគ្រប់រូបកើតមកគឺសម្រាប់តែស្លាប់នឹងហើយមុននឹងក្រោយយូរនឹងឆាប់ប៉ុន្តែសួរសិនថាមុននឹងស្លាប់បានធ្វើអ្វីដើម្បីអ្នកចំនួនក្រោយហើយឬណា